បាទសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនដែលសាងសង់ផ្ទះថ្មីបាទអញ្ចឹងដល់ដំណាក់កាលរៀបចំធ្នឹមក្បាត់ចាក់ដីពេញប្រហាប់រួចរាល់គឺយើងអាចធ្វើការរៀបចំប្រព័ន្ធការពារសក្តិទុកមុនអញ្ចឹងដូចទីតាំងនេះអញ្ចឹងជាប្រភេទវីឡាហើយមានទំហំប្រហែលជា200ការ៉េបាទគឺនៅខាងអរិយខ្សាត់ហើយផ្ទះគាត់នៅជាប់មាត់ទន្លេតែម្ដងបាទអញ្ចឹងឲ្យតែដល់ដំណាក់កាលនេះគឺយើងអាចរៀបចំប្រព័ន្ធការពារសក្តិបានណាគឺយើងធ្វើការបាញ់ថ្នាំហើយយើងអាចរៀបចំប្រព័ន្ធទយោបន្ថែមទុកសម្រាប់ថែមថ្នាំនិយាយទៅប្រើប្រាស់បានរហូតបើសិនជាមានប្រព័ន្ធទយោបាទអញ្ចឹងយើងរៀបប្រព័ន្ធការពារសក្តិគឺមានអត្ថប្រយោជន៍ច្រើនមែនទែនគឺការពារកុំឲ្យកណ្ដៀរចូលមកស៊ីគ្រឿងសង្ហារិមឬក៏គ្រឿងលម្អផ្សេងៗនៅបាតផ្ទះចូលមកនៅបាតផ្ទះហើយឡើងទៅស៊ីគ្រឿងសង្ហារិមបាទអញ្ចឹងបងប្អូនមានតម្រូវការទាក់ទងសេវាកម្មរៀបចំប្រព័ន្ធការពារសក្តិទុកមុនបងប្អូនអាចធ្វើការតំណមកបានបាទសូមអរគុណបាទ